បើគិតថាឧបសគ្គហ្នឹងវាមានខ្លះប៉ុន្តែវាឧបសគ្គដែលយើងត្រូវការចាំបាច់ហ្នឹងជាទុនលោកបាទលោកគូស្រីបាទទុនតាមដែលម៉ាស៊ីនស្រូវទាំងអស់នៅកម្ពុជាយើងដឹងហើយយើងទើបតែងើបពីសង្គ្រាមមកហើយក៏មិនមានអ្នកណាមានធំដុំដែរផ្នែកសិនស្រូវហ្នឹងណាអញ្ចឹងទិញតែមកប្រាវអញ្ចឹងទៅតាំងគេតាំងខ្ញុំហ្នឹងវាមានការខ្វះខាតទុនណាបាទអញ្ចឹងបច្ចុប្បន្ននេះទីហោថាដូចជាប្រទេសជិតខាងលោកឡើងមកទិញមានថៃនិងវៀតណាមលោកទិញហ្នឹងយើងដោយសារយើងខ្វះទុនដែរតែយើងលក់អង្គឲ្យគេណាបាទបាទយើងឈប់ទិញយើងឈប់លក់ស្រូវប៉ុន្តែដល់ពេលយើងខ្វះទុនទិញស្រូវនេះលោកបាទដល់អញ្ចឹងកសិករលោកត្រូវលក់ស្រូវខ្លះវិញបាទហ្នឹងនៅបញ្ហាប្រឈមដែរបាទប្រឈមបាទហើយបើសិនជារាជរដ្ឋាភិបាលយើងលោកជួយវិធីណាដើម្បីជួយបានដូចថាដៃគូដែលអ្នកនាំកចេញរបស់កម្ពុជាយើងអាជីវករលោកនាំកចេញហ្នឹងជួយធ្វើម៉េចបានជួយទិញស្រូវបានច្រើនក៏ជួយកាត់បន្ថយបាទជួយកាត់បន្ថយការលំហូរស្រូវចេញទៅក្រៅប្រទេសបាទក្រៅប្រទេសហើយមួយទៀតនោះបើសិននេះការរីកចម្រើននៃការផលិតកធ្វើម៉ាស៊ីនច្រើនហ្នឹងយើងកាត់បន្ថយតាំងពីពលករយើងបាទលោកណាពលករយើងឯងលំហូរទៅក្រៅប្រទេសបាទយើងជួយបានច្រើននៅបញ្ហាហ្នឹងបាទចាក្នុងនោះសម្រាប់ឆ្នាំ2011តើសម្រាប់ក្រុមហ៊ុនលោកអុកញ៉ានឹងមានផែនការយ៉ាងណាដែរសម្រាប់ការនាំអង្គចេញសម្រាប់នាំអង្គចេញចាបាទខ្ញុំសង្ឃឹមថាពីព្រោះខ្ញុំនៅចុងខែ1នេះខ្ញុំតម្លើងអាម៉ាស៊ីនខ្ញុំដែលជំរាបជូនលោកមិញហ្នឹងណាបាទវា24ម៉ោងចូល500តោនកហ្នឹងផ្នែកម៉ាស៊ីនកែច្នៃនិងសម្អាតអង្គអញ្ចឹងក្នុង2011នេះខ្ញុំសង្ឃឹមថាខ្ញុំអាចនាំបានច្រើនមើលតោក្នុងការនាំចេញបាទហើយមួយទៀតជំរាបជូនលោកដែរខ្ញុំកំពុងតែមានគម្រោងសាងសង់ថ្មីមួយទៀតបាទនៅលើផ្ទៃដីប្រហែលជាជិត10ហិកតាបាទនៅក្នុងឆ្នាំ2011ហ្នឹងបែរចាប់ខែ2ទៅខ្ញុំចាប់ផ្ដើមធ្វើបដាម៉ាស៊ីនស្រូវម៉ាស៊ីនស្រូវបាទម៉ាស៊ីនស្រូវថែមទៀតយើងណាដែរនៅបាត់ដំបងដែរមកគោលហ្នឹងបាទចាប់ពីស្រូវឡសម្ងួតចេញទៅរហូតកិនរហូតដល់វិចខ្ចប់បាទហ្នឹងក៏ខ្នាតចូលឲ្យ500តោនក24ម៉ោងដែរអាយ៉ាបាទអញ្ចឹងក៏ចាត់ទុកថាមានហៅថាគម្រោងអភិវឌ្ឍលើការផលិតអង្គនាំចេញនេះគឺជាបន្តបាទបច្ចុប្បន្ននេះរបស់អង្គការដែលមានហើយនៅទីតាំងណាដែររបស់ខ្ញុំនេះនៅក្នុងស្រុកថ្មគោលខេត្តបាត់ដំបងនឹងម្ដងចំកន្លែងស្រូវនឹងបាទសម្បុកស្រូវនឹងបងស្រូវនឹងម្ដងបាទអរគុណអង្គការនៅសំណួរមួយទៀតដែលយើងធ្លាប់ឮមកថាមានបងប្អូនខ្លះស្អូនតែអំពីការនាំចេញនឹងមានជួបផលវិបាករឿងឯកសាររឿងអីហ្នឹងតើសម្រាប់អង្គការមកទល់ពេលនេះមានជួបប្រទេសអីទៀតទេឬក៏សហការល្អទេពីមន្ត្រីពាក់ព័ន្ធហ្នឹងអរគុណណាស់លោកសួរសំណួរនេះក៏ជាចំណុចមួយល្អតែកន្លងមកមានខ្លះដែរយើងគិតថាវាមិនមែនថាវាអាក្រក់ទាំងអស់ល្អទាំងអស់ទេបាទតែបច្ចុប្បន្ននេះសូមសរសើរទៅវិញបាទខ្ញុំសូមសរសើរមន្ត្រីរាជការរបស់យើងដែលផ្នែកធ្វើបែបបទឯកសារនាំចេញហ្នឹងណាក្រសួងមានរញ្ញវត្ថុមានពាណិជ្ជកម្មកសិកម្មធូរស្រាលច្រើនលោកជួយបានច្រើនណាស់បាទលោកជួយសរុបស្រួលតាន់ពេលវេលាលឿនបាទគាត់ថាវាមិនតាន់បានដូចគេក៏ប៉ុន្តែយើងទៅបានច្រើនហើយអញ្ចឹងដូចថាខ្ញុំសង្ឃឹមថាតទៅមុខទៀតណាអស់លោកដែលទទួលបន្ទុកខាងហ្នឹងលោកចេះតែយល់ពីការនាំចេញរបស់ខ្មែរក៏លោកយល់គិតថាដែលអ្នកនាំកចេញហ្នឹងប្រឹងណាស់អញ្ចឹងខ្ញុំជឿថាលោកនឹងប្រឹងជួយពួកយើងខ្ញុំទាំងអស់គ្នាហ្នឹងឲ្យកាន់តែលឿនជាងនឹងទៀតបាទដែលតាមដឹងមកថាសម្ដេចតេជោលោកតាមដានរឿងនឹងយ៉ាងយកចិត្តទុកដាក់បាទសម្ដេចលោកតាមដានរឿងហ្នឹងប៉ុន្តែមើលឃើញថាបច្ចុប្បន្នហ្នឹងខាងផ្នែកនាំចេញហ្នឹងជួយសមត្ថកិច្ចហ្នឹងគឺជួយបានច្រើនណាស់អរគុណណាស់ខំទៀតបាទដូច្នេះនៅមានសល់តិចតួចទៀតសល់តិចតួចទេប៉ុន្តែខ្ញុំសង្ឃឹមថាលោកនឹងជួយបាទជួយជាពូពិសេសបើក្រុមហ៊ុនលរងខ្ញុំនឹងខ្ញុំសប្បាយចិត្តណាស់សប្បាយចិត្តដោយថាចូលទៅតាំងពី CEO Fito អីទាំងលោកធ្វើលឿនណាស់លោកធ្វើជួយប៉ុន្តែនៅមានបងប្អូនមួយចំនួនគាត់ថានៅមិនទាន់ពេញចិត្តនឹងយឺតទៀតខ្ញុំថាយឺតជាប់ប៉ុន្តែយើងរៀបចំថ្មីចឹងណាបាទដោយថាឥឡូវតិចទៀតលោកខាងជួយនឹងលោកចេះតែជួយបន្តឲ្យយើងអត់ធ្មត់បន្តិចបាទអាចវាថ្មីពេកសម្រាប់គាត់វាអាចសម្ភារៈឧបករណ៍វាអាចខ្វះខាតខ្លះចឹងហ្នឹងយើងទាល់តែអធិស្ឋានឲ្យគ្នាក៏ប៉ុន្តែសួរថាគាត់មាន
ចេតនាឆន្ទៈច្បាស់លាស់ដែរទេក្នុងការជួយការនាំចេញនៃកសិផលរបស់យើងនេះបាទអូប្រងាស់លើកមុនតែមានការយឺតយ៉ាវខ្លះដោយសារការធ្វើបែបបត់ទៅមានខុសអក្សរខ្លះវាយទៅបាត់អក្សរនេះបាត់អក្សរនោះដល់ឥឡូវនេះឃើញថាលោកមានបទពិសោធន៍ច្រើនណាបាទលោកជួយកែតម្រូវដូចមិនសូវវាយខុសទេដាក់ទៅវាច្រើនបានល្អមកបាទមានការយល់ដឹងច្រើនបាទយល់ដឹងច្រើនយកថ្មីណាលោកណាបាទអរគុណណាលោកញ៉ាឃើញថាមានប្រយោជន៍ច្រើនអង្គញាហើយក៏ឡើយអង្គញាបានជម្រាបជូននេះសុទ្ធសឹងថាជាប្រយោជន៍សម្រាប់បងប្អូនវិជាកសិករយើងក៏ដូចជាអ្នកវិទ្យុរបស់យើងបងប្អូនវិជាពលរដ្ឋយើងដែលលោកសប្បាយចិត្តដែរអ្នកដែលបានលក់ស្រូវជូនអង្គញាហ្នឹងក៏សប្បាយចិត្តដែរប្រទេសយើងបាននាំអង្គចេញទៅក្រៅប្រទេសហើយគឺថាដូចជាប្រហែលជា 40,000 តោននេះដែរទេនៅអឺរ៉ុបទៅអឺរ៉ុបហ្នឹងបាទទៅអឺរ៉ុបនេះមើលតាមដែលប្រហែលថ្ងៃមុននេះខ្ញុំប្រជុំនៅក្រុមហ៊ុន Green Red ហ្នឹងមានឯកឧត្តមរដ្ឋលេខាធិការម៉ៅធរាលោកចូលរួមហ្នឹងខ្ញុំស្ដាប់ភាសាឡៃបងប្អូនយើងលោកលើកទៅហើយជិត 40,000 តោនហើយអឺរ៉ុបបាទអូមិនធម្មតាទេបាទដូច្នេះអ្វីដែលប្រមុខរាជរដ្ឋាភិបាលនឹងនាំចេញលានតោនហ្នឹងប្រហែលជានៅពេលខាងមុខដល់ខ្លីនេះហើយខ្ញុំគិតថាចេះលោកអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី 2015 ហ្នឹងឲ្យបាន 1 លានតោនខ្ញុំថាប្រហែលជាអាចបានមុនបានការសម្ដេចយកកាន់ល្អទៀតបាទបានមុនពីព្រោះមិនថាគេមិនថាខ្ញុំទេប្រឹងណាស់បាទប្រឹងណាស់ទី1គ្រប់គ្រងអនុសាសន៍របស់រដ្ឋាភិបាលដែលមានសម្ដេចនាយកលោកប្រឹងទី2ខ្លួនយើងនេះប្រឹងខ្លួនឯងបាទប្រឹងមិនថាខ្មែរយើងទៅតែមានស្នាដៃដែរតែទៅក្រៅប្រទេសហើយវាល្អបំផុតត្រង់ថាការអនុគ្រោះពន្ធចា៎បាទការអនុគ្រោះពន្ធនឹងសំបីឥឡូវកាណាដាក៏រួចពន្ធនៅអាមេរិកនៅអូស្ត្រាលីបាទឥឡូវមកថ្មីសម្ដេចយុលោកឡើងអីចុះលេខាចិនទៀតនេះបាទទៅចិនទៀតចឹងអូបាទខ្លាចធ្វើមិនទាន់វិញទេបាទខ្លាចធ្វើមិនទាន់ឲ្យគេវិញបាទអូខេអរគុណលោកញ៉ាបាទអរគុណតែបានជំរាបជូនយ៉ាងខ្លះបាទប្រិយមិត្តទូទាំងជននេះគឺជាកិច្ចសម្ភាសរវាងកម្មវិធីសភាអ៊ីនធឺណិតជាមួយអង្គញាលឹមប៊ុនហេងដែលលោកអង្គញាជាអគ្គនាយកក្រុមហ៊ុនលោកហងអាហារ៉ននេះរ៉ននាំអង្គចេញបាទហើយក៏នាំច្រើនដែរហើយរូបភាពអង្គដែលលោកនាងឃើញគឺជា design ល្អហើយក៏អង្គខ្មែរកំពុងតែស្ថិតនៅទីផ្សារនៃអឺរ៉ុបក៏ដូចជាកាណាដាដូចជាសហរដ្ឋអាមេរិកនិងអូស្ត្រាលីផងដែរហើយក៏នឹងមានកម្លាំងកើនច្រើនជាងនឹងទៀតតាមការផ្ដល់អនុសាសន៍ក៏ដូចជាមហិច្ឆតារបស់ថ្នាក់ដឹកនាំរបស់យើងដែលលោកគិតថានឹងឲ្យបាន1 លានតោននៅក្នុងឆ្នាំ 2015 ហើយអង្គញាថាប្រហែលជាមិនដល់នឹងទេអាចធ្វើជូនដល់ឆ្នាំមុនឆ្នាំ 2015 នេះទៀតបាទនឹងគឺជាកាន់តែប្រសើរថាទៀតបាទកម្មវិធីយើងថ្ងៃសុក្រថ្ងៃនេះយើងមាននៅទិដ្ឋភាពទេសចរនៅខេត្តសៀមរាបជូនប្រិយមិត្តទូទាំងជនក្នុងការពិចារណានិងគិតគូរដើម្បីនឹងទៅលំហែកាយលំហែអារម្មណ៍នៅតំបន់ទេសចររបស់កម្ពុជាយើងបាទគឺខេត្តសៀមរាបបាទនៅពេលនេះយើងខ្ញុំទាំងអស់គ្នាសូមគោរពលាសូមអរគុណបាទ